ោនសរសើរកម្លាំងនគរបាលក្រុងប៉ោយប៉ែនខត់ខ្លួនក្រុមញៀនថ្នាំ3នាក់ពាក់ព័ន្ធនឹងករណីប្រហិង្សាលើពលរដ្ឋខណ្ឌបន្ទាយមានជ័យក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសឿមសារិនស្នងការនៃស្នងការដ្ឋាននគរបាលខណ្ឌបន្ទាយមានជ័យកម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែនបានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបបានយ៉ាងរហ័សនៅក្រុមយុវជនញៀនថ្នាំចំនួន3នាក់ដែលបានប្រព្រឹត្តនៅអំពើហិង្សាលើប្រជាពលរដ្ឋដោយគ្មានមូលហេតុប្រតិបត្តិការនេះគឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលាដើម្បីធានាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហេតុការណ៍នេះបានកាត់ឡើងកាលពីថ្ងៃសុក្រទី1ខែឧសភាឆ្នាំ2026នៅត្រង់ចំណុចផ្សារអគារថ្មីស្ថិតនៅក្នុងភូមិអូជ្រៅសង្កាត់អូជ្រៅក្រុងប៉ោយប៉ែនជនរងគ្រោះមានឈ្មោះប៉ៅសុពន្លកភេទប្រុសអាយុ44ឆ្នាំមុខរបរអ្នកបើកឡានឈ្នួលនិងជាអ្នកលក់ដូរស្នាក់នៅភូមិសង្កាត់កាត់ហេតុខាងលើនៅមុនពេលកាត់ហេតុជនរងគ្រោះនិងមិត្តភ័ក្តិកំពុងអង្គុយលេងស្រាប់តែលេចមុខក្រុមជនសង្ស័យដែលជាក្មេងស្ទាវញៀនថ្នាំចូលមកបង្កទំនាស់យកថ្មគប់និងប្រហិង្សាលើជនរងគ្រោះបណ្ដាលឲ្យរងរបួសក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែនក្រោមការដឹកនាំរបស់លោកវរៈសេនីយ៍តូព្រំពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែនបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់រួមមានទី1ឈ្មោះសាក់សុកនិនភេទប្រុសអាយុ17ឆ្នាំទី2ឈ្មោះជុំសុកគួនភេទប្រុសអាយុ19ឆ្នាំទី3ឈ្មោះទឹកផាន់ណេនភេទប្រុសអាយុ24ឆ្នាំបញ្ជាក់ជនសង្ស័យទាំង3នាក់មានទីលំនៅនៅក្នុងភូមិសង្កាត់កាត់ហេតុខាងលើនិងមុខរបរមិនពិតប្រាកដចម្លើយសារភាពនិងចំណាត់ការតាមនីតិវិធីនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង3នាក់បានឆ្លើយសារភាពនិងទទួលស្គាល់កំហុសថាពួកគេពិតជាបានប្រាហិង្សានិងយកដុំថ្មគប់ទៅលើជនរងគ្រោះពិតប្រាកដមែនដោយសារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នជនសង្ស័យទាំង3នាក់ត្រូវបានកម្លាំងនគរបាលរៀបចំកសាងសំណុំរឿងនិងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ការកោតសរសើរចំពោះសមត្ថកិច្ចនៅសកម្មភាពដ៏រហ័សរហួនរបស់កងកម្លាំងនគរបាលក្រុងប៉ោយប៉ែនក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គឺបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតទ្រព្យសម្បត្តិនិងរក្សាសុវត្ថិភាពសង្គមពិសេសគឺការលុបបំបាត់នៅអំពើហិង្សាដែលបង្កឡើងដោយក្រុមក្មេងទំនើងនិងអ្នកញៀនគ្រឿងញៀនសាធារណជនសូមធ្វើការកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងនេះសម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជាយដែន